ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើ tea cake រសជាតិស្វាយមុនដំបូងនោះគឺយើងកិននំ Biscoff នោះចំនួន250ក្រាមឲ្យម៉ត់ជាមុនសិនបន្ទាប់មកចាក់ប៊ឺសាប់ដែលយើងរំលាយហើយនឹងចំនួន100ក្រាមចូលរួចកិនម្ដងទៀតឲ្យសព្វហើយទុកមួយឡែកសិនបន្ទាប់មកចាក់គ្រីមឈីសនឹងចំនួន300ក្រាមចូលចានគោមួយចាក់ស្ករសចំនួន50ក្រាមរួចមកសង្កត់គ្រីមឈីសឲ្យទន់បន្តិចហើយចាក់យ៉ាអ៊ូដែលគ្មានជាតិស្ករនឹងចំនួន200ក្រាមចូលចាក់ដំណាប់ស្វាយនឹងចំនួន200ក្រាមសម្រាប់វីដេអូធ្វើដំណាប់ស្វាយនឹងគឺខ្ញុំបានចេញរួចហើយបងប្អូនអាចចុច link នៅខាងក្រោមវីដេអូបានរួចមកយកម៉ាស៊ីនមកវេឲ្យសព្វហើយទុកមួយឡែកសិនបន្ទាប់មកដាក់ចាំងគោមចូលក្នុងកាធុនទឹកកករួចមកចាក់ topping cream នឹងចំនួន300ក្រាមចូលហើយយកម៉ាស៊ីនមកវានឹងឲ្យឡើងខាប់ឥឡូវនេះ topping cream របស់យើងនឹងបានវារួចហើយខ្ញុំបានយក cream cheese ដែលយើងវាឲ្យមុននឹងដាក់ចូលក្នុង topping cream នឹងចំនួន3ដងហើយយកម៉ាស៊ីននឹងមកវាចូលគ្នាឲ្យសព្វរួចមកច្របល់ចូលគ្នាឲ្យសព្វម្ដងទៀតហើយដួសដាក់ក្នុងថង់បាញ់គ្រីមបន្ទាប់មកខ្ញុំដួសកំទេចនំ Biscoff នឹងចំនួន20ក្រាមដាក់ក្នុងកែវចម្រោះ 100 ml រួចមកបាញ់គ្រីមឈីសចូលនឹងចំនួន50ក្រាមរួចមកដាក់ដំណាប់ស្វាយនឹងចំនួន20ក្រាមនិងដាក់កំទេចនំ Biscoff នឹងពីលើជាការស្រេចសម្រាប់គ្រីមឈីសរសជាតិស្វាយនេះបងប្អូនក៏អាចដាក់ពីលើភេសជ្ជៈក៏បានដែរដូចនេះខ្ញុំក៏សូមបង្ហាញរបៀបធ្វើ Matcha Latte គ្រីមឈីសរសជាតិស្វាយសម្រាប់កែវ16អោនមុនដំបូងដួសម្សៅ Matcha នោះចំនួន4ក្រាមដាក់ក្នុងកន្ត្រងរួចរែងឲ្យម៉ត់រួចមកចាក់ទឹកក្តៅអ៊ុនៗនោះចូលចំនួន50 ml ហើយយកម៉ាស៊ីនមកវេយឲ្យ Matcha រលាយចូលគ្នាសព្វអស់រួចទុកមួយឡែកសិនបន្ទាប់មកដួសអំណាចស្វាយនឹងចំនួន30ក្រាមដាក់ក្នុងកែវរួចមកដាក់ទឹកកកនឹងឲ្យពេញកែវហើយចាក់ទឹកដោះគោចូលកែវនឹងចំនួន70 ml បន្ទាប់មកដាក់គ្រីមឈីសពីលើនិងចាក់តែ Matcha ដែលយើងធ្វើឲ្យមួយនឹងចូលកែវរួចដាក់គ្រីមឈីសម្ដងទៀតនិងរោយម្សៅ Matcha ពីលើជាការស្រេចឥឡូវ tea cake រសជាតិស្វាយរបស់យើងបានធ្វើរួចហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា